មានបងជាច្រើនពេលដែលខ្ញុំប្រកាសក្តែងស្រេកក្តែងចំទានឡែតថាហាងលលុយបងរំលូសិតអត់យល់អ្នកនេះអត់យល់លុយក៏អត់យល់លុយចូលរួមជួយអតិជនជួយពិតមិនថា100នាក់200នាក់300នាក់ទេពេលដែលចូលមើលខមមិនគាត់និយាយថាបើជឿទេគេនិយាយយកយូនិយាយអីទេសម្រាប់ហាងលយមួយបងគឺនិយាយដោយភាពស្មោះត្រង់តែហ្មងអត់និយាយយកយូអត់និយាយយកឡើយអត់និយាយយកស្អីទេសំខាន់ណាឲ្យពុកម៉ែបងប្អូនអ្នកគ្នាបានម៉ូតូជីពិតដកម៉ូតូជីបានពិតប្រកបដូចជាបងព្រមអ្នកនេះចឹងគាត់មុនដំបូងគាត់ជឿណាបងមុនអ្នកគ្នាចាគាត់និយាយថាបើសិនជាអត់ជាប់ទេខ្ញុំនឹងផុសផ្អើ Facebook ហ្មងដល់ពេលមួយថ្ងៃមកដកម៉ូតូសោចឡើងក្អាស់ក្អាយអត់ហ៊ានមាត់ទេបងមុនអ្នកគ្នាចាព្រោះដកម៉ូតូបានជីពិតហើយគាត់ទៅចូលធ្វើការបានមួយខែកន្លះទេប្រាក់ខែគាត់គាត់$150គាត់បោកជាមួយនឹងក៏លេបសូននេះជា026ថ្មីបកកេះម៉ូតូនៅខ្មែរម៉ូតូដំឡើងនៅខ្មែរម៉ូតូរបស់ខ្មែរយើងបងចាស្រាប់បងណាដែលគាត់អត់មានថាវការទេអត់មានថាវការទេលុយសុទ្ធបងអាចបងរំលោះបានព្រោះអីខាងយើងបងរំលោះតាមអនឡាញក៏បានឬមួយបងមកដល់ទីតាំងហាមតក៏បានដែរសម្រាប់ឯកសារបងដែលគាត់ធ្វើការស៊ីថ្ងៃស៊ីខែអតញ្ញបានទៅធ្វើគ្រួសារនឹងកតាបច្ចៈខែឬមួយបាក់លុយតាមពន្ធនាគារឬមួយបងបើកអាជីវកម្មខ្លួនឯងអតញ្ញបានទៅធ្វើគ្រួសារផ្ញើចូលពេកផ្ញើចូល Telegram មកបងអូនសិក្សាជូតបងព្រាមដាក់ឯកសារ1ម៉ោងបានម៉ូតូជីអ្នកខេត្តអ្នកពេញបងរំលោះបានទាំងអស់ដាក់ឯកសារមកបាន